ត្បូងឃ្មុំនៅតែលយត្បូងឃ្មុំនៅតែអែមអាហ្នឹងជួអាហ្នឹងអបអសាទរសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំសម្រាប់3ពិន្ទុក្នុងថ្ងៃនេះក្រោយលុតម្ចាស់ផ្ទះយ៉ាងចាស់ដៃលទ្ធផល7-0ទៅលើមន្ទីរអយករខេត្តព្រៃវែងក្នុងការប្រកួតដំបូងនៃការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្នាក់ខេត្តលើកទី20ឆ្នាំ2026-2027នេះហើយការប្រកួតរបស់ខេត្តត្បូងឃ្មុំយើងក្រោយទៀតអាចនឹងជាការប្រកួតក្នុងដីដែលនឹងត្រូវធ្វើឡើងនៅទីលានបាល់ទាត់វិទ្យាល័យប៊ុនរនីហ៊ុនសែនមេមត់ដូច្នេះពុកម៉ែបងប្អូនអ្នកខេត្តត្បូងឃ្មុំរបស់យើងទាំងអស់គ្នាជាពិសេសបងប្អូនដែលនៅស្រុកមេមត់កុំភ្លេចត្រៀមខ្លួនមកចូលរួមគាំទ្រខេត្តត្បូងឃ្មុំរបស់យើងឲ្យបានច្រើនកកកទាំងអស់គ្នាហើយចង់ប្រាថ្នាអាវដែលខ្ញុំកំពុងតែពាក់នេះជាអាវរដូវកាលចាស់ទេដែលខ្ញុំទទួលបានការឧបត្ថម្ភពីហាងរីរតនាស្ពតក្រុងសួងដូច្នេះសង្ឃឹមថាលោកគ្រូសេរីនឹងបានឃើញវីដេអូនេះហើយខ្ញុំនឹងឆាប់ទទួលបានអាវរដូវកាលថ្មី size L ដដែលសូមអរគុណលោកគ្រូទុកជាមុនទៅគេដឹងអស់ហើយ